bây giờ đi xuống bọn nó cái này ngày này cho bằng hai bọn bốn thì được bị cho speaker cho mình computer bọn bốn á ngày computer bọn bốn mình thay laptop cái đấy mình thay laptop cái đấy mà dừng ai cho bạn được cái này và bác các bạn khai phí giúp cho tầm đó bọn bốn lấy một hàng cloud này lại thay ba cho nên mình sẽ nhập luôn lại đi một con cái mình sẽ nhập luôn như vậy data show hidden icon bọn này này chẳng mình thay icon nó bị lệ nó còn lại sẽ nhập luôn nè ta icon nó mình ít là bọn cho train là vì mỗi vì bằng hàng dừng mưa khơi nhà bọn á vì bên icon thì chả mà ta vậy thì dừng từ chạm vào đó mình phơi nó cứ icon mỗi đạp là Bluetooth device nhưng mà nó chẳng có icon Bluetooth device nó mà bọn chọn mask đam được vì mà hay bọn vô open setting bọn nó open setting đừng máu chẳng mà bọn một lấy một lớn mình ta Bluetooth and other device chẳng cái này nếu bị đã sử nhập bố bị đã add Bluetooth or other device mình ta kéo những add Bluetooth có device sinh tiết cho nó không computer bây giờ chẳng đó là bây giờ chạyไป change សំឡេងទៅវាលឺអញ្ចឹងណាបងប្អូនបាទអញ្ចឹងគឺបងប្អូនចុចកន្លែង add bluetooth ហ្នឹងទៅបាទ add bluetooth ហ្នឹងហើយវាមានឲ្យមានផ្ទាំងខ្មៅមួយទៀតផ្ទាំងខ្មៅនេះគេឲ្យយើង add device ចូលអញ្ចឹងគេឲ្យយើង add ម៉ាកឬក៏ប្រភេទ speaker នេះប្រភេទអីអញ្ចឹងទៅណាបងប្អូនអញ្ចឹងបងប្អូនចុចលើពាក្យ bluetooth ម្ដងទៀតនេះកន្លែងនេះកន្លែង bluetooth នេះបងចុចលើម្ដងទៀតមកមួយទៀតមកវានឹង search វា search មើលថាតើ speaker យើងម៉ាកអីអញ្ចឹងណាហើយសូមបញ្ជាក់ទីបងប្អូន speaker យើងពេលដែលយើងកំពុងតែ connect ជាមួយអញ្ចឹងបងប្អូនត្រូវ on បាទបងប្អូនបើក power វា on មកណាកុំឲ្យបិទវាតែបិទវាអត់ show នៅលើផ្ទាំងខ្មៅនឹងទេអញ្ចឹងបងប្អូនឧទាហរណ៍ថា speaker បងប្អូនឈ្មោះអីទៅឧទាហរណ៍ថាឈ្មោះដូចរបស់ខ្ញុំ S18 អញ្ចឹងទៅវា load S18 មកអញ្ចឹងបងប្អូនឬក៏ X15 អញ្ចឹងទៅប្រភេទកាស Bluetooth អញ្ចឹងទៅបងប្អូនណាបាទអញ្ចឹងខ្ញុំបង្ហាញថាការភ្ជាប់ speaker នេះវាអាចភ្ជាប់មិនត្រឹមតែ speaker ទេវាអាចភ្ជាប់កាស Bluetooth ក៏បានឬអ្វីផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយ device ជាមួយ computer យើងអញ្ចឹងណាបងប្អូនបាទប៉ុន្តែឥឡូវខ្ញុំ focus ទៅលើការដាក់ speaker ណាភ្ជាប់ speaker ពីcomputer ទៅ speaker អញ្ចឹងបងប្អូនបាទអញ្ចឹងពេលដែលវា load មកម៉ាកអី speaker បងប្អូនម៉ាកអីឧទាហរណ៍ថាម៉ាកអីចឹងមកឧទាហរណ៍ម៉ាកនេះខ្ញុំឧទាហរណ៍ណាបងប្អូនចុចលើវាអញ្ចឹងទៅបាទចុចលើវាទៅវាមានវា connect ឲ្យយើងស្ទុះទៅបងប្អូនរងចាំតិចទៅហើយវាមានពាក្យដានកន្លែងនេះហើយវាមានសារសម្លេងប្រាប់ថាយើងជោគជ័យហើយអញ្ចឹងណាបងប្អូនហើយបងចុចដានហ្នឹងទៅគឺវាទៅគឺជោគជ័យអញ្ចឹងណាបងប្អូនបាទនេះជាជំហានទី1បងប្អូនណានេះជាជំហានទី1ឬក៏មធ្យោបាយទី1ហើយមធ្យោបាយទី2ខ្ញុំបិទសិនមធ្យោបាយទី2បងប្អូនមិនចូលតាមហ្នឹងទេបងប្អូនចូលតាមនេះបងចុចកន្លែងsearch ហ្នឹងបងប្អូនវាយពាក្យ Bluetooth នេះដោយសារខ្ញុំធ្លាប់វាយវាមានលើស្រេចណាតែបងប្អូនអត់ទាន់មានបងប្អូនវាយទៅ BL អញ្ចឹងទៅនេះវាចេញមក Bluetooth នេះ BLUE អញ្ចឹងទៅវាចេញមកវាដាក់ Bluetooth and other device បងប្អូនចុចលើវាដូចគ្នាចុចលើទៅវាមានផ្ទាំងដូចយើងចូលតាមអានេះចឹងចូលតាមសញ្ញា Bluetooth នេះចឹងណាបងប្អូនមានថាមធ្យោបាយហ្នឹងពីរហ្នឹងវាគាត់ខុសគ្នាបន្តិចដំបូងនៃការចូលទេតែពិតទៅគោលដៅតែមួយទេអញ្ចឹងបងណាបាទហើយបងប្អូនចូលដូចខ្ញុំប្រាប់ខាងដើមហ្នឹងចូល add Bluetooth អញ្ចឹងទៅហើយចូលកន្លែងនេះមួយទៀតកន្លែងផ្ទាំងខ្មៅហ្នឹងដាក់ចូលកន្លែង add device ហ្នឹងទៅបាទតើ speaker យើងមកអីអញ្ចឹងទៅដូចខ្ញុំប្រាប់ខាងដើមអញ្ចឹងណាបាទដូចគ្នាបិទតែម្ដងណាបាទគាត់តែការមធ្យោបាយនៃការចូលដំបូងគឺវាខុស flight នេះទីទួយអញ្ចឹងណាបងបាទចុះទៅឲ្យបងប្អូន search មើលទៅ connect ទៅហើយវាចេញសារថាជោគជ័យបងប្អូនចុចដានទៅណាហើយប្រើបានណាបងប្អូនណាបាទនេះគឺរបៀបភ្ជាប់ speaker ជាមួយនឹង computer ឬក៏កាស Bluetooth ទៅជាមួយនឹង computer របស់យើងអញ្ចឹងបងប្អូនបាទហ្នឹងហើយពីមជ្ឈមណ្ឌលសេវាកម្ម computer មានតែប៉ុណ្្នឹងការចែកម្លែកបងប្អូនអរគុណច្រើនបងប្អូន